สกอร์มันเนี่ยระยะไปกันละขายจบគ្នាគាត់តែងតែដាក់គ្រាប់ស្រធំៗចំនួន3គ្រាប់ដែលមានក្លិនស្រក្រអូបនៅមុខទ្វារផ្ទះគាត់រាល់ថ្ងៃសត្វកំប្រុកព្រៃមួយក្បាលក៏សមនឹងអំណោយនេះហើយមកយកវាយ៉ាងទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃប៉ុន្តែក្រោយមកកសិករចាប់ផ្ដើមកាត់បន្ថយបន្តិចម្ដងដំបូងគាត់ដាក់ត្រឹម2គ្រាប់បន្ទាប់មកនៅសល់តែ1គ្រាប់ប៉ុណ្ណោះកំប្រុកមិនបានគិតថាវាជាអំណោយទៀតទេផ្ទុយទៅវិញវាគិតថាមាននរណាម្នាក់កំពុងដកហូតរបស់ដែលគួរតែជារបស់វាដោយកំហឹងវាស្ទុះទៅលើដៃកសិករហើយខំក្រញ៉ាំលើដៃកសិករចុងក្រោយកសិករយកពូថៅកាប់វាស្លាប់ភ្លាមនេះហើយគឺជាឥទ្ធិពលអំណោយឲ្យឡើងទន្លាប់រហូតគិតថាជារបស់ខ្លួនសូមក្រឡេកមើលជីវិតពិតរបស់អ្នកវិញដំបូងដៃគូស្នេហ៍ឆ្លើយសារភ្លាមគ្រប់ពេលក្រោយមកគាត់ឆ្លើយយឺតតែ30នាទីប៉ុណ្ណោះអ្នកក៏សន្និដ្ឋានភ្លាមថាគាត់លែងស្រឡាញ់អ្នកហើយដំបូងថៅកែបើកប្រាក់រង្វាន់គ្រប់ចំនួនរាល់ខែក្រោយមកកាត់ត្រឹម200ប៉ុណ្ណោះអ្នកក៏ចាប់ផ្ដើមអត់ចិត្តហើយធ្វើការដោយមិនអស់ពីចិត្តហាងលក់ទំនិញផ្ដល់បានបញ្ចុះតម្លៃធំនៅថ្ងៃដំបូងក្រោយមកការបញ្ចុះតម្លៃកាន់តែតិចទៅតែអ្នកនៅតែទិញរបស់ដែលមិនចាំបាច់ដើម្បីឲ្យគ្រប់លក្ខខណ្ឌនៃការបញ្ចុះតម្លៃអ្វីដែលអ្នកគិតថាការបាត់បង់ពិតប្រាកដនោះមិនមែនជាការបាត់បង់នោះទេតែវាគឺជាការដែលរំពឹងទុករបស់អ្នកត្រូវបានលើកឲ្យកាន់តែខ្ពស់ជាបន្តបន្ទាប់រហូតអ្នកក្លាយជាទេសកលរបស់វាវិធីរំដោះខ្លួនគឺត្រូវហ៊ានបំបែកពុះនៃការរំពឹងទុកនោះដោយខ្លួនឯងបិទសមាជិកភាពទាំងអស់ដែលប្រើអត្ថប្រយោជន៍កើនឡើងបន្តិចម្ដងដើម្បីទាក់ទាញឲ្យអ្នកបន្តបង់ប្រាក់បញ្ឈប់ការលះបង់ចំពោះមនុស្សដែលកំពុងបន្តកាត់បន្ថយការយកចិត្តទុកដាក់ឬការខិតខំចំពោះអ្នកកុំចំណាយលុយលើសពីការចាំបាច់គ្រាន់តែដើម្បីឲ្យបានការបញ្ចុះតម្លៃឲ្យគ្រប់លក្ខខណ្ឌផ្សេងចូលចងចាំថាអ្វីក៏ដោយដែលតម្រូវឲ្យអ្នកបង្កើនការរំពឹងទុកជានិច្ចទើបអាចមានអារម្មណ៍ពេញចិត្តបាននៅទីបំផុតវានឹងក្លាយជាអាវុធដែលត្រឡប់មកធ្វើបាបអ្នកវិញចូលភ្ញាក់ខ្លួនឡើងកុំឲ្យការរំពឹងទុកគ្រប់គ្រងជីវិតអ្នក